បិតាគឺជាទេវតាប្រចាំផ្ទះរបស់កូនជាទេវតាថែរក្សាកូនទាំងយប់ទាំងថ្ងៃពេលប្រលប់ពេលយប់ពេលរាត្រីមេត្តាបិតាកំពុងអស់កម្លាំងក្តីកំពុងងងុយក្តីកំពុងសម្រានលក់ក្តីកំពុងក្តៅក្តីកំពុងរងាក្តីទោះជាកំពុងឈឺខ្លួនឯងក្តីកាលបើកូនតូចស្រែកយំឡើងមេត្តាបិតារមែងស្ទុះស្ទាបើកំពុងលងលក់ក៏ភ្ញាក់ក្រញាងមកអោបកូនមកបបោហែកូនមកយកចិត្តកូនមេត្តាបិតាប្រុងភ្នែកប្រុងត្រចៀកប្រុងសពប្រុងគ្រប់ប្រុងទាំងយប់ប្រុងទាំងថ្ងៃដើម្បីរក្សាកូនស្ងួនសម្លាញ់ដែលជាសាច់ឈាមរបស់ខ្លួនទោះជាទេវតាដោយកំណើតមានកិច្ចរក្សានៅលោកនេះក៏គង់មានពេលភ្លេចក្នុងកិច្ចរក្សាដែរប៉ុន្តែមេត្តាបិតាមិនធ្លាប់ភ្លេចកូននិងមិនបានបោះបង់កូនឡើយគឺលោកទាំងពីរតែគ្រប់គ្រងរក្សាឲ្យកូនបានសុខរហូតមកព្រះគុណរបស់ម៉ែជាជំរប់មនោរម្យត្រនំកូនព្រះម៉ែយកខ្នងបាំងកម្ដៅថ្ងៃយកទ្រូងថ្លាមថ្លៃធ្វើទីជំរប់គុណម៉ែជាមលុបឲ្យកូនបានជ្រកខ្នងម៉ែពងពោកូនសុខមនោរម្យរបស់សំខាន់គឺខ្លួនប្រាណម៉ែតែម៉ែបង្វែរយកជាត្រនំម៉ែខ្លាចភ្ជុះភ្លៀងចាញ់ខ្លាចកូនយំកូនរស់បានធំម៉ែលាចាកូនព្រះគុណរបស់ឪជាឋានព្រំជំរំកូនព្រះបង្កើតកូនមានឈ្មោះថាឪមិនមែនព្រះនៅក្នុងសួគ៌ឋានគុណឪមាននៅក្នុងចិត្តសន្តានកូនបានសុខសាន្តព្រោះឪជាព្រំរបស់ពិសេសគឺកូនឪពិតឪបដូរជីវិតប្រឹងសាងជំរំឪធ្វើការខ្លាំងនឿយហត់ប៉ុនភ្នំតែសុខមនោរម្យព្រោះឃើញមកកូនម៉ែឪនឹកកូនកូនទៅញៀនឆ្នាំម៉ែសម្រាកូនឪអរខ្លាំងចិត្តតាំងសច្ចាចិញ្ចឹមកូនឪលឿយយ៉ាងណាបិទមាត់សូនពេលនឹកដល់កូនចិត្តត្រាច់ទៅនឹកដល់កូនខ្លាំងឪខំប្រឹងសំឡឹងកិច្ចការចិត្តជាប់នៅកូនអើយថ្ងៃនេះឪទុកជ្រៅព្រោះលឺកូនទៅញៀនឆ្នាំម៉ែដំណឹងនេះកាចក្រៃអាក្រក់ដូចមាច់ជោកឆក់ផ្ដាច់សង្ខារកូនមាសឪពុកសូមមេត្តាករណាម៉ែឪត្រង់នេះផងកូនមាសឪពុកមេត្តាបិតាគឺជាព្រះព្រំប្រចាំផ្ទះរបស់កូនមេត្តាបិតាគឺជាព្រំមុខ4ពិតពិតព្រោះមេត្តាបិតាមានព្រំវិហារធម៌4យ៉ាងគឺមេត្តាករុណាមុទិតានិងឧបេក្ខាមេត្តាបិតាប្រាថ្នាឲ្យកូនមានសេចក្តីសុខទៅហាមកូនមិនឲ្យធ្វើអំពើបាបដែលជាអំពើខុសទាំងច្បាប់ខុសទាំងសីលធម៌ព្រោះថាបើកូនប្រព្រឹត្តធ្វើនៅអំពើបាបអាក្រក់ផ្សេងៗហើយកូនរមែងទៅជាមនុស្សថោកទាបទៅជាមនុស្សដែលមានទោសទៅជាមនុស្សដែលសង្គមស្អប់ខ្ពើមមេត្តាបិតាមិនប្រាថ្នាឲ្យកូនរបស់ខ្លួនក្លាយទៅជាមនុស្សបែបនឹងឡើយមេត្តាបិតាខ្លោចផ្សាក្នុងចិត្តណាស់កាលបើកូនរបស់ខ្លួនត្រូវគេចាប់យកទៅធ្វើទារុណកម្មព្រោះហេតុដូច្នោះទើបមេត្តាបិតាខំប្រឹងទូនមានកូនមិនឲ្យធ្វើនៅអំពើអាក្រក់ផ្សេងៗដែលជាអំពើបាបមេត្តាបិតាប្រាថ្នាឲ្យកូនមានសេចក្តីសុខទើបដាស់តឿនកូនឲ្យប្រព្រឹត្តនៅអំពើល្អកាលណាកូនប្រព្រឹត្តល្អហើយអ្នកផងទាំងពួងក៏ចូលចិត្តស្រឡាញ់រាប់អានពោលសរសើរមេត្តាបិតាសប្បាយចិត្តណាស់កាលបើមានអ្នកដទៃសរសើរកូនរបស់ខ្លួនម្យ៉ាងទៀតមេត្តាបិតារមែងហួងហែងអនាគតរបស់កូនប្រាថ្នាឲ្យកូនបានទៅកាន់សុគតិភពដោយការប្រព្រឹត្តនៅសុចរិតកម្មរបស់កូនខ្លួនឯងផ្ទាល់ព្រោះហេតុដូច្នេះទើបមេត្តាបិតាខំប្រឹងអប់រំទូនមាននិងដឹកនាំកូនឲ្យធ្វើបុណ្យបំពេញកុសលផ្សេងៗមេត្តាបិតាប្រាថ្នាឲ្យកូនមានសេចក្តីសុខដោយបានដឹងខ្លួនច្បាស់ថាខ្លួនជាមេត្តាបិតាមិនអាចនៅគ្រប់គ្រងកូនប្រុសស្រីបានរហូតឡើយព្រោះហេតុដូច្នេះហើយ
ត្រូវឲ្យកូនសិក្សារៀនសូត្រស្វែងរកចំណេះចេះដឹងមកដាក់ខ្លួនឲ្យកូនមានវិជ្ជាក្នុងខ្លួនមានខ្លួនឯងជាទីពឹងតទៅជាធម្មតាមេត្តាបិតាដែលមានកូនល្ងងវាលំបាកក្រៃលែងជាងមានរោគក្នុងខ្លួនឯងទៅទៀតដូច្នេះជាចាំបាច់បំផុតមេត្តាបិតាត្រូវតែឲ្យកូនចូលសាលាបានសិក្សារៀនសូត្រមនុស្សយើងមិនអាចកសាងខ្លួនបានឡើយបើជាមនុស្សល្ងងមិនមាននៅចំណេះវិជ្ជាទេនោះមនុស្សល្អហើយចេះតែល្អតទៅនោះដោយអាស្រ័យហេតុពីរយ៉ាងទី1គឺការស្វែងរកវិជ្ជាមកដាក់ខ្លួនព្រមទាំងបានចេះដឹងអំពីហេតុនៃសេចក្តីវិន័យនិងហេតុនៃសេចក្តីចម្រើនទៀតផងចំណុចទី2គឺបដិបត្តិជាប្រចាំពោលគឺការប្រព្រឹត្តតាមការដែលខ្លួនបានចេះដឹងនោះដោយសេចក្តីមិនប្រមាទកូនមានឪពុកមិនត្រូវខឹងក្រោធនឹងពាក្យដាស់តឿនក្រើនរំលឹករបស់មេត្តាបិតាឡើយកូនត្រូវយល់ថាមេត្តាបិតាមិនអាចចេះតែស្រឡាញ់កូនហើយបណ្ដោយកូនឲ្យដើរក្នុងផ្លូវនៃសេចក្តីវិន័យនោះឡើយសេចក្តីស្រឡាញ់កូនវាជាអាវុធមុខពីរបើស្រឡាញ់ដោយខ្វះបញ្ញាពោលគឺខ្វះការគ្រប់គ្រងកូនឲ្យបានដិតដល់និងការដែលចេះតែបណ្ដិតបណ្ដោយតាមចំណងរបស់កូនសេចក្តីស្រឡាញ់បែបនេះវាជាការប្រហារនៅសេចក្តីសុខរបស់កូនផងប្រហារនៅសេចក្តីសុខរបស់ខ្លួនឯងផងព្រោះហេតុដូច្នេះហើយទៅព្រមវិហារធម៌របស់មេត្តាបិតាដែលមានទៅលើបុត្រធីតាគឺត្រូវឲ្យគ្រប់4មេត្តាបិតាមិនត្រូវមានត្រឹមតែមេត្តាករុណានិងមុទិតានោះទេត្រូវចេះមានឧបេក្ខាផងឧបេក្ខាដែលមានដោយត្រឹមត្រូវទៅបាននោះលុះត្រាតែមេត្តាបិតាមានបញ្ញាយល់ត្រូវនៅច្បាប់របស់ធម្មជាតិជីវិតសត្វលោកទាំងអស់គឺជាធម្មៈបានដល់ធម៌ដែលប្រព្រឹត្តទៅតាមហេតុដូច្នេះកូនប្រុសស្រីមិនអាចសម្រេចបាននៅអ្វីៗគ្រប់យ៉ាងទៅតាមការប្រាថ្នារបស់ខ្លួនឯងឡើយមេត្តាបិតាក៏មិនអាចឲ្យសម្រេចបានគ្រប់យ៉ាងដែរសរុបសេចក្តីមកគឺថាកូនប្រុសស្រីមិនមែនរស់នៅតែជាមួយមេត្តាបិតានោះទេគឺរស់នៅជាមួយច្បាប់ផងទាំងច្បាប់របស់សង្គមទាំងច្បាប់របស់ធម្មជាតិត្រង់ចំណុចនេះឯងហើយដែលថាមេត្តាបិតាមិនអាចមានតែមេត្តាករុណានិងមុទិតាបាននោះព្រោះកូនប្រុសស្រីមិនមែនរស់នៅតែជាមួយខ្លួនដែលជាមេត្តាបិតាឡើយឧបេក្ខារបស់មេត្តាបិតាដែលជាឧបេក្ខាព្រហ្មវិហារមិនមែនបានសេចក្តីថាមិនរវល់មិនខ្វល់ធ្វើប្រងើយទៅអត់យកចិត្តទុកដាក់នោះឡើយការប្រងើយរបៀបនេះគឺជាឧបេក្ខាក្នុងសេចក្តីល្ងងទៅវិញទេឧបេក្ខាព្រហ្មវិហារជាគុណដ៏ក្រៃលែងជាធម្មតាមុខព្រំទាំង4មិនមែនល្អតែ3ហើយមុខមួយទៀតអាក្រក់នោះឡើយឧបេក្ខាព្រហ្មវិហារមិនមែនជាឧបេក្ខាវេទនាទេអង្គធัวគឺតត្រមច្ឆតតាចេតសិកជាសោភនធัวមួយបែបដែលល្អជានិច្ចមេត្តាបិតាដែលមានឧបេក្ខាព្រហ្មវិហាររមែងតែងតែសម្លឹងមើលជីវិតរបស់កូនដោយការចេះដឹងក្នុងហេតុផលនៃជីវិតហើយតែងតែអប់រំកូនឲ្យចេះរស់នៅជាមួយនឹងច្បាប់បង្ហាត់បង្រៀនកូនឲ្យចេះមានខ្លួនឯងជាទីពឹងប្រាប់កូនពីហេតុនៃសេចក្តីវិន័យនិងហេតុនៃសេចក្តីចម្រើនព្រហ្មវិហារធម៌ទាំង4ត្រូវចែកចេញជាពីរចំណែកគឺមេត្តាករុណានិងមុទិតាជាចំណែកមួយឯឧបេក្ខាជាចំណែកមួយខាងដើមគឺបានចិញ្ចឹមកូនឲ្យរស់ឲ្យការកក់ក្ដៅដល់កូនគ្រប់គ្រាន់គ្រប់គ្រាគ្រប់ពេលវេលាឯចំណែកមួយទៀតគឺឧបេក្ខាជាការសម្លឹងមើលដំណើរជីវិតរបស់កូនហើយញ៉ាំងឲ្យកូនចេះរស់នៅដោយខ្លួនឯងធម៌ទាំងពីរចំណែកនេះមិនអាចបែកគ្នាឬថាមានតែមួយចំណែកបានឡើយព្រោះថាបើមានតែឧបេក្ខាព្រហ្មវិហារកូនរមែងកំសត់រងាតែតោលប៉ុន្តែបើមានតែមេត្តាករុណានិងមុទិតាកូនប្រកបជាមិនចេះក្រោកឈរដោយខ្លួនឯងឡើយពលគឺត្រូវខ្វះសមត្ថភាពដើម្បីជាទីពឹងឲ្យដល់ខ្លួនឯងខ្លាយទៅជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ឬខ្លាយទៅជាជនទុច្ចរិតមេត្តាបិតាជាព្រះព្រហ្មរបស់កូនដោយព្រហ្មវិហារធម៌4យ៉ាងគឺមានទាំងចំណែកស្រឡាញ់ដោយមេត្តាមានទាំងចំណែកទីពឹងឲ្យកូនប្រះចាកទុក្ខដោយករុណា
មានទាំងចំណាយចិត្តទន់ភ្លន់ទន់តោជាមួយកូនដោយមុទិតានិងមាននៅចំណាយបណ្ដោះបណ្ដាលបង្វឹកបង្ហាត់ឲ្យកូនចេះរស់នៅក្នុងលោកបានដោយខ្លួនឯងគឺឧបេក្ខាព្រហ្មវិហារធម៌ជាគម្រប់4ព្រហ្មវិហារធម៌4យ៉ាងមេត្តាប្រែថាការរាប់អានដូចមិត្តកល្យានបានសង្គ្រោះជួយផ្ដល់ប្រយោជន៍ឲ្យបានរស់សង្គ្រោះឲ្យសុខគ្រប់គ្នាករុណាប្រែថាការអាណិតមានចិត្តចង់ជួយជនកំព្រាឲ្យមានទីពឹងបានសុខជាមនុស្សសត្វគ្រប់គ្នាផុតទុក្ខាមុទិតាប្រែថាការទន់តាមចិត្តឥតដិតដាមដោយអ៊ីសាត្រេកអរទន់ភ្លន់ស្រស់ភក្ត្រាចិន្តាបរិសុទ្ធផុតព្យាបាទឧបេក្ខាប្រែថាការសម្លឹងមិនធូរមិនតឹងប្រឹងសង្វាតឲ្យត្រង់តាមច្បាប់តាមក្បួនខ្នាតចិត្តស្អាតត្រឹមត្រូវតាមហេតុផលមេត្តាបិតាសង្គ្រោះកូនដោយធម៌5យ៉ាងមេត្តាបិតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រហ្មផងមេត្តាបិតាគឺជាព្រះរស់នៅក្នុងផ្ទះដោយច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អមាត់ម៉ងចម្លងបត់ភ្ញាឲ្យដល់ត្រើយសង្គ្រោះទី1ដោយការខាត់មិនឲ្យកូនធ្លាត់ធ្វើបាបឡើយឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឆ្លៀតតាមឃ្លាំកំណើតជាមនុស្សថ្លៃពេកពុនកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបង្ខំចូលជ្រាំធ្លាក់ជ្រោះរស់អាសោចសង្គ្រោះទី2ដោយការនាំខ្សែផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហើយត្រូវឲ្យមានសិល5ម៉ែឪបំពាក់អលង្ការគឺធម៌ទេសនាជាប្រចាំកូនត្រូវស្រឡាញ់កល្យាណកម្មគុណគបត្រូវចាំកុំបំភ្លេចសង្គ្រោះទី3គឺឲ្យរៀនឲ្យទានវិជ្ជាភ្លឺរំលេចសម្បត្តិចំណេះថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអប្រិយនាំខូចរៀនញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសូរិយារះសង្គ្រោះទី5គឺរៀបការក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះមិនត្រូវបង្ខំចង់យកឈ្នះមានអ្នកនាំខូចប្រយោជន៍ធំស្នេហាជាធ្នូកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានីលធំជាងនំមានរឿងទាវទុំគំរូស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមការគួរគប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃអ្នកស្លាប់មិនត្រូវប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណែកសម្បត្តិនាំដល់ត្រើយដូចបានពោលហើយគឺអវាទសង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះអ្នកនាំអាតកូនកុំប្រមាទតទៅហង